សូមស្វាគមន៍សាជាថ្មីចំពោះពុកម៉ែបងប្អូនកូនក្មួយទាំងអស់ដែលតែងតែតាមដានការចែករំលែករបស់ខ្ញុំបាទចេញពីបន្ទប់សិក្សា Page កក្កដាម៉ាត់1និង Channel YouTube កក្កដាម៉ៅនៅពេលនេះខ្ញុំបាទសូមធ្វើការចែករំលែកទាក់ទងនឹងចំនួនកំប្លែកទៀតហើយជូនដល់បងប្អូនថ្នាក់ទី12ជាសិស្សថ្នាក់វិទ្យាសាស្ត្រនៅពេលនេះគឺចូលមកដល់មេរៀនទី2ហើយដែលមានចំណងជើងថាចំនួនកំប្លែកទម្រង់ត្រីកោណមៀតកាលពីនៅក្នុងមេរៀនទី1គឺចំនួនកំប្លែកទម្រង់បច្ចេកនិតហើយនៅក្នុងមេរៀននេះខ្ញុំបាទចែកជាវគ្គដូចពេលមុនដែរដែលវគ្គទី1នេះស្ដីអំពី module និងលក្ខណៈរបស់វាចំពោះបងប្អូនកូនក្មួយទាំងឡាយណាដែលថ្មីទើបតែចូលមើលវីដេអូរបស់លោកគ្រូប្រសិនបើមានការចាប់អារម្មណ៍ពេញចិត្តកុំភ្លេចជួយ follow page ឬក៏ subscribe channel YouTube ព្រមទាំងជួយចែករំលែកក៏ដូចជា share ទៅដល់បងប្អូនដទៃទៀតឲ្យបានសិក្សារៀនសូត្រដូចអ្នកទាំងអស់គ្នាផងដែរលោកគ្រូសូមអរគុណទុកជាមុនឥឡូវនេះចាប់ផ្ដើមបន្តសិក្សារៀនសូត្រជាមួយលោកគ្រូដូចតទៅបងប្អូនទាំងអស់គ្នាជាទីមេត្រីព្រមទាំងសិស្សានុសិស្សទាំងអស់ជាទីស្នេហាចំពោះទម្រង់ត្រីកោណមៀតនៃចំនួនកំប្លែកពិតប្រាកដណាស់គឺមានការតាក់ទងជាមួយនឹងទម្រង់បច្ចេកនិតនៃចំនួនកំប្លែកតើទម្រង់ត្រីកោណមៀតតាក់ទងនឹងទម្រង់បច្ចេកនិតដូចម្តេចទៅចូលសង្កេតមើលខ្លឹមសារខាងក្រោមមាន M ជារូបភាពនៃចំនួនកំប្លែក Z ដែល Z ស្មើនឹង A បូក BE ហើយ A បូក BE នេះគឺជាចំនួនកំប្លែកទម្រង់បច្ចេកនិតនឹងហើយរូបភាព M ដែលតំណាងដោយចំនួនកំប្លែកនេះត្រូវបានយកទៅដាក់នៅក្នុងប្លង់មួយគឺជាប្លង់កំប្លែក X O Y ការពិតប្លង់កំប្លែកនេះមានរូបរាងដូចជាប្លង់នៃចំនួនពិតដែរគ្រាន់តែគេបែងចែកទៅតាមផ្នែកតែប៉ុណ្ណោះចំនួន A ត្រូវបានក្រិតនៅលើ axis ប៉ុន្តែចំនួន A នេះត្រូវបានហៅថាផ្នែកពិតដូច្នេះ axis ដាក់ឈ្មោះថាអចំនួនពិតចំណែកចំនួន B ត្រូវបានក្រិតនៅលើអក្សរគឺអordonnéeប៉ុន្តែចំនួន B នេះត្រូវបានគេហៅថាផ្នែកនិមិត្តដូច្នេះអordonnéeដែលជាអក្សរក៏ត្រូវបានដាក់ឈ្មោះថាអនិមិត្តផងដែររីឯចំណុច M គឺជាចំណុចមួយកើតឡើងដោយការប្រើប្រាស់ axis ផ្នែកពិត A និង ordonnée ផ្នែកនិមិត្ត B នៅក្នុងប្លង់កំប្លែកនេះភ្ជាប់ពីគោលតម្រុយ O ទៅចំណុច M បង្កើតបានជារូបភាព vector OM ដែលចំណុច M នេះមាន axis A ដែលជាផ្នែកពិតនិងមាន ordonnée B ដែលជាផ្នែកនិមិត្តដូច្នេះរូបភាព M ឬក៏រូបភាព vector OM កើតឡើងអាស្រ័យលើផ្នែកពិតនិងផ្នែកនិមិត្តទាំងពីរផ្គុំចូលគ្នាការភ្ជាប់ពីគោល O ទៅចុង M ត្រូវបានតាំងដោយ R ប្រវែង vector OM ឬក៏ប្រវែង R នេះហើយដែលគេហៅថា module នៃចំនួនកំប្លែក Z ត្រូវបានតាំងដោយមិត្តសញ្ញាតម្លៃដាច់ខាតហើយដាក់ Z នៅក្នុងចន្លោះតម្លៃដាច់ខាតនោះឥឡូវសង្កេតមើលបន្តត្រង់ចំណុច M ទម្លាក់ចំណោលកែមកលើ axis ត្រង់ axis A ដែលជាផ្នែកពិតនេះត្រូវបានតាំងដោយចំណុច N ហើយត្រង់ចំណុច M ដដែលទម្លាក់ខ្សែកែងមកខាង ordonnée ដែលជាអនិមិត្តដែលចំតម្លៃ B នេះតាំងដោយចំណុច P ក្នុងត្រីកោណ OMN គឺជាត្រីកោណកែងត្រង់ N ដូច្នេះតាមរយៈទ្រឹស្ដីបទ Pythagoras យើងទាញបាន R ក្រេស្មើនឹង ON ក្រេបូក MN ក្រេយើងក៏ស្មើបន្តទៅទៀត ON ក្រេត្រូវនឹង A ក្រេរីឯ MN ក្រេសល់ចំនួនដោយ B ក្រេតែម្ដងទៅបន្តមកទៀតបំបត្តិក្រេចោលទទួលបានឬក្រេនៃ A ក្រេបូក B ក្រេចូលមកខាងក្រោមទៀតយើងក៏ទទួលបាន module R ដែលយើងតាំងដោយតម្លៃដាច់ខាតហើយដាក់ Z នៅចន្លោះនេះមានរូបមន្តគឺឬការ៉េនៃ A ការ៉េបូកនឹង B ការ៉េពុកម៉ែបងប្អូនទាំងអស់ជាទីមេត្រីសិស្សានុសិស្សទាំងអស់ជាពិសេសបងប្អូនថ្នាក់ទី12ថ្នាក់វិទ្យាសាស្ត្រជាទីស្នេហាក្រោយពេលដែលគ្រូបានធ្វើការចែករំលែកជូនអំពីហេតុនិងផលនៃការកកើតរូបមន្តក្នុងការរក module នៃចំនួនកំប្លែក Z ហើយពេលនេះលោកគ្រូនឹងដាក់ជូននៅឧទាហរណ៍មួយដើម្បីឲ្យបងប្អូនយល់ច្បាស់អំពីការប្រើរូបមន្តក្នុងការរក module នោះ
ឧទាហរណ៍ z ស្មើនឹង1ដក 2e យើងបាន module r ឬក៏យើងអាចទៅសេ module នៃ z កាលណាយើងទៅសេ module នៃ z គឺយើងត្រូវដាក់សញ្ញាតម្លៃដាច់ខាតហើយយើងអានថា module ស្មើនឹងឬការ៉េនៃអីគឺ a ការ៉េបូកនឹង b ការ៉េដែល a មានតម្លៃស្មើ1ត្រង់នេះយើងបាន1ការ៉េបន្ទាប់មកបូកត្រង់ b មានតម្លៃដក2យើងបានដក2លើកជាការ៉េលទ្ធផលទទួលបានគឺឬការ៉េនៃ5ដូច្នេះ module នៃចំនួន complex z គឺស្មើនឹងឬការ៉េនៃ5លោកគ្រូក៏សូមបញ្ជាក់ផងដែរចំពោះ module នៃចំនួន complex ត្រូវតែធំជាង0ជានិច្ចដោយបងប្អូនទាំងអស់គ្នាបានឃើញហើយในការបកស្រាយអំពីហេតុនិងផលខាងលើដែលយើងរកឃើញរូបមន្ត module តាមរយៈទ្រឹស្ដីបទ Pythagoras នៅក្នុងត្រីកោណកាយមួយនោះហើយនៅខាងក្រោមនេះគឺជាលក្ខណៈនៃ module របស់ចំនួន complex z ព្រមទាំង z បាផងដែរទី1 module នៃចំនួន complex z គឺស្មើនឹង module នៃចំនួន complex z បានន័យថា module នៃចំនួន complex z គឺស្មើនឹង module នៃចំនួន complex ឆ្លាស់របស់វាទី2 module នៃ z លើកជាការ៉េស្មើ z គុណនឹងចំនួន complex ឆ្លាស់របស់វាមានន័យថា z គុណនឹង z បាចំណែករូបមន្តខាងក្រោមនេះលោកគ្រូរួមបញ្ចូលគ្នារវាងវិធីគុណនិងវិធីចែកគឺ module នៃផលគុណនៃ z1 z2 ចែកនឹង z3 ស្មើនឹង module នៃ z1 គុណនឹង module នៃ z2 រួចចែកនឹង module នៃ z3 ដែល z3 ត្រូវតែខុសពី0លក្ខខណ្ឌខុសពី0នេះដើម្បីធ្វើឲ្យប្រភេទមានន័យតែប៉ុណ្ណោះនៅត្រង់លក្ខណៈទី3នេះការពិតទៅគឺយើងមានលក្ខណៈ2ផ្សេងគ្នាគឺលក្ខណៈ module នៃផលគុណចំនួន complex 2និងលក្ខណៈ module នៃផលចែកចំនួន complex 2ក៏ប៉ុន្តែដោយសារតែ module ដាក់រួមនិង module ផ្ដាច់ចេញពីគ្នាវាមានលក្ខណៈដូចគ្នាទាំងវិធីគុណនិងវិធីចែកលោកគ្រូក៏សម្រេចដាក់រួមបញ្ចូលគ្នាតែម្ដងទៅដើម្បីបងប្អូនងាយស្រួលប្រើប្រាស់ហើយនឹងយល់ផងដែរដូចគ្នាការដែលលោកគ្រូបានចែករំលែកជូននៅក្នុងវគ្គមុនតាក់ទងនឹងលក្ខណៈរបស់ចំនួន complex ឆ្លាស់ដែលលក្ខណៈរបស់ចំនួន complex ឆ្លាស់នោះដាក់រួមក៏បានបំបែកចេញពីគ្នាក៏បានទាំងប្រមាណវិធីទាំង4បូកដកគុណចែកផងដែរការចែករំលែកជូនខ្លឹមសារមេរៀនតាក់ទងនឹងវគ្គ module និងលក្ខណៈរបស់វាក៏ឈានចូលមកដល់ទីបញ្ចប់ហើយជាបន្តទៅទៀតលោកគ្រូនឹងចែករំលែកជូនអំពីលំហាត់វិញម្ដងចូលពុកម៉ែបងប្អូនទាំងអស់ព្រមទាំងសិស្សានុសិស្សតាមដានជាបន្តទៅទៀតជាមួយនឹងការចែករំលែកលំហាត់របស់លោកគ្រូដូចតទៅបាទឥឡូវនេះយើងចាប់ផ្ដើមចូលទៅលំហាត់លេខ1ខ្មែរគេឲ្យចំនួន complex z1 z2 និង z3 ក៏សរសេរ z1 និង z2 ជាទម្រង់ពេជ្រគណិតរួចទាញរក module នៃ z1 និង module នៃ z2 បាទឥឡូវនេះយើងទៅចម្លើយកមុនគេទៅហើយលោកគ្រូដាក់ក្បាលចម្លើយកសរសេរ z អងនិង z ដឺជាទម្រង់ពេជ្រគណិតរីឯការទាញរក module ចាំបន្តទៅខាងក្រោមទៀតលោកគ្រូដាក់បំរាប់ចូលសិនz1 ស្មើនឹង1ចែកនឹង e ស្វ័យគុណ2បូកនឹង e ស្វ័យគុណ3បូកនឹង e ស្វ័យគុណ4លំហាត់មួយនេះដើម្បីសរសេរទៅជាទម្រង់ពេជ្រគណិតបានតើតែបងប្អូនទាំងអស់គ្នាបដូរផ្លាស់ក្រុមស្វ័យគុណរបស់ e នេះឲ្យคล้ายទៅជា e ទាំងអស់តាមដែលអាចធ្វើទៅបានឥឡូវនេះយើងមាន e ការ៉េ1ជាជំនួយលោកគ្រូសូមបង្ហាញនៅទីនេះ e ការ៉េស្មើដក1យើងមានតែការកែច្នៃដោយប្រើប្រាស់ e ការ៉េនឹងហើយបាទត្រង់ e ការ៉េនេះគឺយើងចំនួនដោយដក1បូក
e គូបនេះយើងសរសេរបាន e ការ៉េគុណនឹង e ចំណែក e ការ៉េស្មើនឹងដក1យើងក៏ទទួលបានដក1 e តែម្ដងបូក e ស្វ័យគុណ4បាននេះបានបំលែងជូនតាមរយៈ e ការ៉េលើកជាការ៉េស្មើនឹង e ស្វ័យគុណ4ដោយយើងអនុវត្តតាមរូបមន្តស្វ័យគុណនៃស្វ័យគុណ a ស្វ័យគុណ m លើកជាស្វ័យគុណ n ស្មើ a ស្វ័យគុណ m គុណនឹង n ដូច្នេះត្រង់ e ស្វ័យគុណ4យើងអាចចំនួនដោយដក1លើកជាការ៉េរីឯភាគយកដាក់នៅដដែលបន្តមកទៀតសម្រាប់ដក1លើកជាការ៉េឃើញ1ដក1បូក1 0ដូច្នេះភាគបែកនៅតែដក e ប៉ុណ្ណោះហើយភាគយកគឺ1ត្រង់នេះលោកគ្រូសូមកាត់បន្តិចដោយលោកគ្រូគុណនឹង e តែម្ដងពេលគុណនឹង e ភាគយកក៏គុណនឹង e ដែរព្រោះចំនួន complex ទម្រង់ពេកគណិតมันមានវត្តមាន e នៅភាគបែកឡើយពេលដែលយើងគុណនឹង e ទៅទីនេះ e គុណនឹង e បាន e ការ៉េ e ការ៉េស្មើដក1ដក1គុណនឹងដកបានទៅជាបូក1វិញលទ្ធផលចុងក្រោយគឺឃើញ e យើងក៏ទទួលបានចម្លើយ z អងសរសេរទៅជាទម្រង់ពេកគណិតគឺ0បូក e ចប់ចម្លើយ z អងឥឡូវយើងបន្តដាក់បំរាប់ z ដឺចូលមួយទៀតចំនួន complex z2 នេះគឺជាទម្រង់ចំនួន complex ចែកនឹងចំនួន complex យើងត្រូវតែលេខលោកយ៉ាងម៉េចដើម្បីបំបត្តិ e ចេញពីភាគបែងប៉ុន្តែករណីនេះនិតិសន្នរបស់វា4ទៀតច្រើនគួរសមដែរចូលទម្រង់ a បូក b លើកជាស្វ័យគុណ4បងប្អូនទាំងអស់គ្នាអាចប្រើរូបមន្តប្រដេញមេគុណគឺប្រើត្រីកោណប៉ាស្កាល់ដើម្បីជាជំនួយហើយយើងពន្លាតរូបមន្ត a បូក b លើកជាស្វ័យគុណ4ទៅក៏ប៉ុន្តែលោកគ្រូសូមចែករំលែកចំណេះដឹងមួយបងប្អូនខ្លះក៏បាននឹកដល់បងប្អូនខ្លះក៏មិនបាននឹកដល់ដែរចំណេះដឹងនោះគឺលោកគ្រូអត់ពន្លាតវាដោយប្រើរូបមន្ត a បូក b លើកជាស្វ័យគុណ4ទេលោកគ្រូប្រើ a បូក b លើកជាការ៉េហើយលើកជាការ៉េម្ដងទៀតដោយយកទៅតាមលំនាំនេះរីឯភាគយកទុកនៅដដែលសិនបន្តនៅក្នុងឃ្នាបនេះគឺចូលរូបមន្ត a បូក b លើកជាការ៉េយើងទទួលបាន a ការ៉េបូក2ដង ab បូក b ការ៉េ b ការ៉េគឺ e ការ៉េ e ការ៉េស្មើដក1យើងក៏ដាក់ដក1វិញបិទឃ្នាបហើយដាក់ការ៉េនៅខាងក្រៅម្ដងទៀតភាគយកនៅតែដដែលសម្រាប់ភាគបែង1ដក1អស់មានត្រឹមតែ 2e ទេ 2e លើកជាការ៉េទទួលបានចម្លើយ 4e ការ៉េភាគយកដក 8e ដដែលបន្តមកទៀតយើងអាចសម្រួល e ខាងក្រោមនិង e ខាងលើក៏បានដែរក៏ប៉ុន្តែធ្វើបែបហ្នឹងនៅមានវត្តមាន e ដដែលយើងបំលែង e ការ៉េស្មើនឹងដក1ទៅទទួលបានដក4ជាបន្តមកទៀតយើងយកដក8ចែកនឹងដក4បានចម្លើយ 2e 2e នេះលោកគ្រូដាក់0បូក 2e តែម្ដងបន្ទាប់ពីយើងបានចម្លើយ z1 និង z2 សរសេរជាទម្រង់ពេកគណិតហើយនៅក្នុងសំណួរកដដែលគឺយើងមានការទាញរកមួយទៀតគឺរក module នៃ z1 និង module នៃ z2 លោកគ្រូបន្តក្បាលចម្លើយនោះបាទការសរសេរសម្រាប់បែបនេះធ្វើឲ្យយើងសរសេរយូរប្រសិនបើយើងសរសេរនិមិត្តសញ្ញាតែម្ដងទៅលឿនឥឡូវយើងចាប់ផ្ដើមដាក់ z អងមកសិននាំឲ្យ module បាទនេះគឺជា module ស្មើនឹងឬការ៉េនៃតាមមេរៀនដែលលោកគ្រូបានចែករំលែកជូនហើយគឺឬការ៉េនៃផ្នែកពិតការ៉េបូកនឹងផ្នែកនិមិត្តការ៉េ0ការ៉េបូកនឹង1ការ៉េចម្លើយទទួលបានឬការ៉េនីមួយចម្លើយចុងក្រោយគឺ1បន្តមកទៀតយើងចូលដល់ module នៃ z ដឺយើងសរសេរបំរាប់ z ដឺមកសិនយើងសរសេរចម្លើយ z ដឺនៅខាងលើមកសិន z ដឺស្មើ0បូក 2e យើងក៏នាំឲ្យ
module នៃ z ស្មើឬការ៉េនៃផ្នែកពិតការ៉េបូកផ្នែកនិមិត្តការ៉េមានន័យថា0ការ៉េបូកនឹង2ការ៉េរ៉ាឌីកង់សរុបចម្លើយឃើញ4ឬក៏ឃើញ2ការ៉េដដែលបញ្ចេញពីឬគឺបាន2នេះគឺជា module នៃ z2 ហើយនេះគឺជា module នៃ z1 បាទមកដល់ពេលនេះគឺចម្លើយអក្សរកត្រូវបានបញ្ចប់ហើយពុកម៉ែបងប្អូនទាំងអស់គ្នាជាទីមេត្រីសិស្សានុសិស្សទាំងអស់ជាពិសេសបងប្អូនថ្នាក់ទី12ថ្នាក់វិទ្យាសាស្ត្រជាទីស្នេហាបន្ទាប់ពីយើងបានបញ្ចប់ចម្លើយកយើងនឹងឈានចូលទៅដល់ចម្លើយអក្សរខសរសេរ Z3 ជាទម្រង់ពេជ្រគណិតរួចទាញរកតម្លៃនៃ module Z3 ចែកនឹងផលគុណ Z1 និង Z2 ជាដំបូងគឺលោកគ្រូសរសេរក្បាលចម្លើយសិនហើយដាក់បំរាប់ Z3 ចូលដែល Z3 ស្មើនឹងឬការ៉េនៃ3ដកផលបូកនៃ 2Z អងនិង Z យើងឃើញថា Z3 មានទំនាក់ទំនងជាមួយនឹង Z1 ព្រមទាំង Z2 ប្រសិនបើ Z1 និង Z2 យើងរកមិនឃើញឬក៏រកខុសប៉ះពាល់ទៅដល់ចម្លើយ Z3 ហើយឥឡូវនេះយើងមានទម្រង់ Z3 ហើយយើងក៏បញ្ចូលចម្លើយ Z1 Z2 មកផងដែរចម្លើយ Z1 គឺ0បូក e ក៏ប៉ុន្តែយើងអាចសរសេរ e តែម្ដងទៅដើម្បីងាយស្រួលយកទៅគណនាចម្លើយ Z2 ក៏អញ្ចឹងដែរ0បូក 2e យើងសរសេរ 2e តែម្ដងពេលនោះយើងចាប់ផ្ដើមទាញយកចម្លើយ Z3 ដោយយកចម្លើយ Z1 និង Z2 ជួចូលឬការ៉េដដែល3ដដែលដក2ដង Z1 បាន 2e បូក Z2 គឺបូក 2e បន្តមកទៀតយើងគណនាក្រុមរ៉ាឌីកង់ខាងក្នុងនេះគឺ 4e លទ្ធផលទទួលបាន3ដក 4e នេះគឺជាឬការ៉េនៃចំនួន complex 3ដក 4e កត់ណាយើងនឹងជួបឬការ៉េឬគូបឬ TN នៃចំនួន complex ជាក់ជាមិនខានក៏ប៉ុន្តែនៅពេលនេះយើងរៀនមិនទាន់ដល់តើយើងមានវិធីសាស្ត្រណាទៅដែលយើងអាចរកចម្លើយឃើញដោយមិនចាំបាច់ទៅពាក់ព័ន្ធខ្លឹមសារមេរៀនរបស់វាគឺយើងធ្វើតាមធម្មតាដោយលេខលោកយ៉ាងម៉េចឲ្យនៅខាងក្នុងនេះคล้ายទៅជាកន្សោបណាមួយលើជាការ៉េដើម្បីអាចបញ្ចេញពីឬការ៉េបានឥឡូវយើងចាប់ផ្ដើមបំលែងបន្តលោកគ្រូសូមធ្វើការបញ្យល់ត្រង់នេះបន្តិចត្រង់នេះយើងសង្ឃឹមថានឹងអាចដាក់ទៅជារូបមន្ត a ដក b លើជាការ៉េបានដោយយើងប្រើប្រាស់ចំនួន complex a ដក be លើជាការ៉េប៉ុន្តែបើត្រង់នេះបូកវិញយើងសង្ឃឹមថានឹងរៀបចូលទៅក្នុងទម្រង់ a បូក be លើជាការ៉េវិញពេលដែលយើងប្រើរូបមន្តតួអង្គ a ដកតួអង្គ b លើជាការ៉េស្មើ a ការ៉េដក2ដង ab ប៉ុន្តែមាន e ផងណាហើយបូក b ការ៉េបូក b ការ៉េគឺបូក b ការ៉េ e ការ៉េប៉ុន្តែ e ការ៉េស្មើដក1ក៏បានទៅជាដក b ការ៉េទៅខាងក្រោមក៏មិនខុសគ្នាដែរបាន a ការ៉េបូក 2ab e ហើយដក b ការ៉េអង្គ3ប្រកបណាស់គឺយើងតាំងដោយ a ការ៉េដក b ការ៉េទោះបីរូបមន្តក្រោមឬក៏រូបមន្តលើក៏ដោយនៅតែ a ការ៉េដក b ការ៉េដដែលដូច្នេះយើងមានតែបំលែង3តាមវិធីដកតែម្ដងយើងអាចសរសេរទៅជា4ដក1យើងរៀបចំយ៉ាងម៉េចដើម្បីឲ្យវាប្រតិគ្នាចូលទៅក្នុងរូបមន្តហើយត្រង់ 4e នេះប្រកបណាស់គឺទីតាំង2ដង ab លោកគ្រូអាចសរសេរទៅជាដក2គុណនឹង2គុណនឹង e ចាំមើលថាតើយើងសរសេរបែបហ្នឹងយើងអាចរៀបចំវាទៅជាទម្រង់ខាងលើបានដែរឬទេត្រង់4យើងអាចសរសេរ2ការ៉េបានត្រង់ដក1យើងអាចសរសេរទៅជាបូក e ការ៉េបានរីឯត្រង់នេះយើងដាក់មកដដែលមកដល់ត្រង់នេះតើវាចូលរូបមន្តហើយឬនៅពិនិត្យមើលទាំងអស់គ្នា
a ការ៉េដក 2 ab បូក b ការ៉េពិតប្រាកដណាស់លោកគ្រូនឹងរៀបចំតែម្ដងគឺ2ដក e លើកជាការ៉េផ្ទៀងផ្ទាត់ម្ដងទៀត a ដក b លើកជាការ៉េស្មើ a ការ៉េដក 2 ដង ab បូក b ការ៉េពិតជាត្រឹមត្រូវបន្តមកទៀតត្រង់ការ៉េជាមួយឬការ៉េយើងក៏សម្រួលចោលទទួលបានចម្លើយ2ដក e តែម្ដងប៉ុន្តែដោយសារតែចំនួនកំប្លេចมันមានលំដាប់ធំតូចឡើយมันដូចចំនួនពិតទេប្រសិនបើជាចំនួនពិតចម្លើយដែលចេញពីឬការ៉េត្រូវតែវិជ្ជមានប៉ុន្តែនេះជាចំនួនកំប្លេចដូច្នេះចម្លើយយើងអាចមានពីរបែបដោយយើងត្រឡប់ e នៅខាងឆ្វេងដាក់2នៅខាងស្ដាំវិញដូច្នេះចម្លើយមួយទៀតគឺ e ដក 2 e ដក 2យើងអាចសរសេរទៅជាដក 2 បូក e បាទគឺត្រឹមត្រូវដូចគ្នានេះដោយសារតែវាមិនមែនជាចំនួនពិតហើយម្យ៉ាងទៀតដោយសារតែត្រង់នេះលើកជាការ៉េផងដែរទើបយើងអាចត្រឡប់ឆ្វេងស្ដាំឆ្វេងបាននៅពេលដែលយើងត្រឡប់ e មកខាងឆ្វេងបានន័យថា e ដក 2នេះហើយគឺ e ដក 2ដូច្នេះចម្លើយ Z3 គឺមាន2ទម្រង់បន្ទាប់ពីបានចម្លើយ Z3 ហើយបន្តទៅទៀតចូលដល់សំណួរចុងក្រោយគឺទាញរក module ឈានចូលមកដល់ត្រង់នេះបងប្អូនទាំងអស់គ្នាត្រូវវៃឆ្លាតក្នុងការប្រើលក្ខណៈនៃ module ដែលគ្រូបានចែករំលែកជូននៅក្នុងខ្លឹមសារមេរៀនតើលក្ខណៈនៃ module តាក់ទងនឹងវិធីគុណចែកដូចម្តេចទៅគឺប្រសិនបើជាវិធីគុណឬក៏វិធីចែក module ស្របរួមអាចផ្ដាច់ module រៀងៗខ្លួនបានឥឡូវយើងផ្ដាច់សិនព្រោះថាចម្លើយយើងនៅខាងលើគឺមាន module ដោយឡែកពីគ្នាបាននេះហើយយើងទទួលបានចម្លើយ module Z3 ផ្សេង module Z1 ផ្សេង module Z2 ផ្សេងត្រង់ចែកយើងចែកត្រង់គុណយើងគុណបន្ទាប់មកក៏យើងសរសេរចម្លើយ module Z1 Z2 ចូលមកដោយសារតែចម្លើយវាមាននៅខាងលើស្រេចបាទនេះ module Z1 ស្មើ1 module Z2 ស្មើ2បន្ទាប់ពីនោះមកយើងចាប់ផ្ដើមសរសេរ Z3 ចូលហើយយើងរក module របស់ Z3 នេះគឺជា Z3 ប្រសិនបើបងប្អូនទាំងអស់គ្នាសម្រេចយក Z3 ចម្លើយទី2ក៏បានដែរចម្លើយទី1ក៏បានដែរនៅពេលដែលយើងរក module របស់វាគឺឃើញដូចតែគ្នាទេចូលបងប្អូនចងចាំនៅត្រង់នេះផងបាទនេះផ្នែកពិតការ៉េបូកផ្នែកនិមិត្តការ៉េហើយដាក់ឬការ៉េនៅខាងក្រៅនេះគឺជា module នៃ Z3 ហើយចម្លើយបន្តទៅទៀតឃើញឬការ៉េនៃ5ប្រសិនបើយើងយកចម្លើយនេះមកវិញផ្នែកពិតគឺដក 2 ដក 2 លើជាការ៉េឃើញ4ដដែលផ្នែកនិមិត្តគឺបូក 1 បូក 1 លើជាការ៉េឃើញ1ដដែលដូច្នេះរ៉ាឌីកង់ឃើញ5ដូចតែគ្នាទេអូនចង់យកមួយណាមកប្រើក៏បានដែរសំខាន់យើងរក module Z3 ហើយចំនួនចូលតែម្ដងត្រង់នេះយើងធ្វើការជួសជុលតែម្ដង module Z3 ឬការ៉េនៃ5 module Z1 គឺ1 module Z2 គឺ2លទ្ធផលចុងក្រោយទទួលបានគឺឬការ៉េនៃ5លើ2តែម្ដងឥឡូវនេះចម្លើយក្នុងការទាញរក module នៃក្រុមផលចែកផលគុណក៏ឈានចូលមកដល់ទីបញ្ចប់ផងដែរលោកគ្រូសូមទាញចំណាប់អារម្មណ៍របស់បងប្អូនទាំងអស់គ្នាមកតាក់ទងជាមួយនឹង module នេះប្រសិនបើអ្នកទាំងអស់គ្នាមិនបាននឹកឃើញលក្ខណៈនេះទេប្រកាសណាស់គឺចំណាយពេលវេលាច្រើន
គឺបងប្អូនទាំងអស់គ្នាត្រូវផ្ដល់ចម្លើយ Z3 ផ្ដល់ចម្លើយ Z1 និង Z2 បន្ទាប់មកយក Z1 ទៅគុណ Z2 ហើយយក Z3 ទៅចែកផលគុណនោះពេលទទួលបានចម្លើយនៅខាងក្នុងនេះហើយទើបយើងទាញរក module តាមក្រោយនោះក៏ត្រឹមត្រូវដែរក៏ប៉ុន្តែគ្រាន់តែស្ដាប់មួយផ្លែតក៏មានអារម្មណ៍ថាស្មុគស្មាញហើយយូរផងដែរមែនទេដូច្នេះបងប្អូនទាំងអស់គ្នាត្រូវតែចេះលក្ខណៈដើម្បីជួយបង្រួមពេលវេលាឲ្យធ្វើលំហាត់បានលឿនហើយនៅពេលនេះក៏ឈានចូលមកដល់ទីបញ្ចប់ហើយនៃការចែករំលែកវគ្គ1 module និងលក្ខណៈរបស់វាសង្ឃឹមថាបងប្អូនប្រកាសជាច្បាស់ជាមួយនឹងការប្រាស់ module នេះនៅពេលវេលាក្រោយជួបលោកគ្រូជាមួយនឹងវគ្គទី1បន្តទៀតចែករំលែកនៅលំហាត់លេខ2នៅពេលនេះលោកគ្រូសូមសម្រាប់និងជូនពរពុកម៉ែបងប្អូនកូនក្មួយទាំងអស់ឲ្យជួបប្រទះតែសេចក្តីសុខនិងសុខភាពល្អជារៀងរហូតសូមអរគុណសម្រាប់ការតាមដាន